អូខេសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការទៅបង្កើតនៅ Facebook Page អូខេអញ្ចឹងដើម្បីអាចបង្កើត Facebook Page បានបងប្អូនចូលទៅកាន់ Facebook បាទផ្ទាល់ខ្លួនរបស់បងប្អូនបាទអញ្ចឹងខ្ញុំសូមបើកកម្មវិធី Facebook បងប្អូនចូល Facebook ផ្ទាល់ខ្លួនដែលយើងលេងរាល់ថ្ងៃនេះបាទឬក៏ Facebook ណាក៏បានដែរឲ្យតែប្រភេទដូចជា Facebook មិនមែនជា Page បន្ទាប់មកបងប្អូនបាទចុចបើកកន្លែង profile នេះមកក៏បានចាចុចកន្លែងខាងលើនេះក៏បានរួចបងប្អូនចុចកន្លែងសញ្ញាត្រី3នេះបន្ទាប់មកបងប្អូនមើលកន្លែងនេះបាទបើសិនជាឃើញមាន page បងប្អូនចុចលើវាមកប៉ុន្តែបើសិនជាករណីអត់ឃើញដូចរបស់ខ្ញុំនេះបងប្អូនចុចកន្លែង see more បាទដើម្បីវាបង្ហាញបន្ថែមទៀតរួចបងប្អូន scroll ទៅក្រោមបន្តិចបាទអូសចុះក្រោមបន្តិចរកពាក្យថា page បាទបន្ទាប់មកបងប្អូនចុចកន្លែងពាក្យ create ខាងលើនេះអញ្ចឹងបាទ Facebook Page ឥឡូវនេះគឺមានបាទការអាប់ដេតគឺផ្ដល់ពីជម្រើសឲ្យបងប្អូនបាទទី1គឺបង្កើត Page ថ្មីទី2បងប្អូនអាច turn on បានន័យថាបដូរបាទ Facebook ធម្មតារបស់បងប្អូនទៅជាប្រភេទ Facebook ដែលអាចរកលុយបានដូចគ្នាអូខេអញ្ចឹងយើងបង្កើត Page ថ្មីតែម្ដងទៅបាទចុចលើជម្រើសទី1រួចបងប្អូនចុចពាក្យ next មកដល់ចំណុចនេះគឺគេឲ្យយើងដាក់បាទឈ្មោះរបស់ Page បងប្អូនដាក់ឈ្មោះអីដាក់ទៅស្រេចទៅលើការឆ្លាញ់របស់បងប្អូនបាទខ្ញុំសូមដាក់ថាបាទសម្រាយរឿងចិនចុះបាទសម្រាយរឿងបន្ទាប់មកបងប្អូនដាក់ឈ្មោះហើយបងប្អូនចុចពាក្យនេះទៀតមកបាទមកដល់នេះគឺឲ្យយើងរើសប្រភេទបាទប្រភេទនៃ page របស់យើងតើប្រភេទ page របស់យើងជាប្រភេទអីបងប្អូនដាក់ឲ្យចំទៅបាទយើងអាចដាក់បាទធ្វើមក fan page អីទៅក៏បានដែរបាទមិនបាច់ដល់ចំពេកទេបាទចាស់ពណ៌ font ក៏បានបាទដាក់ fan page ចុះបាទអញ្ចឹងនៅពេលដែលយើងបានជ្រើសរើសcategory ហើយបានជាប្រភេទយើងអាចចុចបង្កើតបានហើយបាទជួយ like create ខាងក្រោមនេះមកបាទឥឡូវនេះ Facebook កំពុងតែបង្កើត page ឲ្យយើងហើយអូខេឥឡូវបានបង្កើតរួចរាល់ហើយអញ្ចឹងមកដល់ចំណុចនេះបាទផ្ទាំងមួយនេះគឺគេឲ្យយើងបាទ finish setting up your page បានន័យថាឲ្យយើងបញ្ចប់ទៅលើកិច្ចការកំណត់ page របស់យើងបាទអញ្ចឹងចំណុចកន្លែង general បាទគេដាក់ថា bio បាទគឺជាបានន័យថាជាអក្សរអីមួយដែលយើងសរសេរនៅក្រោម profile របស់យើងពេលគេចូលមកគេនឹងឃើញ bio របស់យើងបាទដូចជាការសរសេរចំណងចំណូលចិត្តអញ្ចឹងឯងបាទបាទផ្នែកទី2គឺ contact បានន័យថាផ្នែកទំនាក់ទំនងបងប្អូនអាចដាក់បាទឈ្មោះ website របស់បងប្អូនបាទឈ្មោះ email របស់បងប្អូនលេខទូរស័ព្ទបាទចំណុចផ្នែកទី3បាទគឺទីតាំងបងប្អូនអាចដាក់មកបាទ address នៅណាឧទាហរណ៍បាទខ្ញុំសូមដាក់នៅភ្នំពេញបាទ city and town បាទអាចរើសបានដាក់ភ្នំពេញដែរមកបាទដល់ពេលនេះវាបង្ហាញបាទ location នៅកន្លែងនេះបងប្អូនចុចមួយមក zip code បានន័យថាលេខកូដតំបន់លេខកូដតំបន់បងប្អូនអាចដាក់បាទលេខកូដតំបន់របស់បងប្អូនមកឬក៏អាចវាយបាទ12000ចោលទៅរួចបងប្អូនចុចពាក្យ next បាទកន្លែង email បាទ website phone បាទបងប្អូនអាចបំពេញបានបើសិនជាបងប្អូនមានត្រឹមតែបាទ email និង phone number ទេបងប្អូនបំពេញតែពីរចន្លោះនេះទៅបាទបំពេញរួចរាល់បងប្អូនបាទអូសមកក្រោមបន្តិចបងប្អូននឹងឃើញបាទhour បានន័យថាម៉ោងធ្វើការអញ្ចឹង page យើងបាទ page អីគេបាទ page យើងគឺមិនមានម៉ោងធ្វើការទេបាទបានន័យថាវាដំណើរការរហូតអញ្ចឹងបងប្អូនរើសឥឡូវមកបាទ no hour available បាទ always open បាទ always open មករួចចុចពាក្យ next បាទមកដល់ចំណុចនេះគឺគេឲ្យយើងបាទ
រៀបចំទៅលើ logo ហើយនឹង cover របស់ page របស់យើងបាទ customize your page បាទកន្លែងរូប logo នេះបងប្អូនចុចកន្លែងបាទរូបកាមេរ៉ានេះមកដើម្បីដាក់ logo ចូលបាទសូមរើស logo មួយចាំបន្តិចបងប្អូនបាទខ្ញុំសូម logo មួយនេះអញ្ចឹងបងប្អូនអាចរៀបចំបាទបង្កើត logo បង្កើត cover ឲ្យហើយទៅបាទឥឡូវនេះខ្ញុំ upload អត់ចូលទេយើងអាចចុច next សិនទៅបាទចាំយើង customize វាតាមក្រោយក៏បានដែរមកដល់កន្លែងនេះគឺគេឲ្យយើង invite friend អញ្ចឹងយើងអាច invite friend របស់យើងដែលជា friend ក្នុង Facebook របស់យើងឲ្យមក like page របស់យើងបានបើសិនជាបងប្អូនអត់ចង់ invite ទេក៏បានដែរគ្រាន់តែចុច next ទៅបើសិនជាបងប្អូនចង់ invite បងប្អូនអាចចុច select all នេះទៅរួចបងប្អូនចុច next បាទខ្ញុំសូមចុចបាទ invite ទាំងអស់តែម្ដងចុច next រួចបងប្អូននឹងឃើញប៊ូតុងបាទឃើញផ្ទាំងមួយលោតមកថា invite និង cancel អញ្ចឹងបងប្អូនចុច invite មកបាទអញ្ចឹងដោយសារតែខ្ញុំបង្ហាញទេខ្ញុំអត់ចង់ invite អីទេអញ្ចឹងខ្ញុំគ្រាន់តែចុច next ទៅមុខដើម្បីបន្តទៅមុខទៀតបាទមកដល់ចំណុចនេះគឺថា stay informed about your page បាទអញ្ចឹងយើងបើកវាទាំងពីរហ្នឹងទៅរួចបងប្អូនបាទចុចពាក្យ next បាទឥឡូវនេះវាកំពុងតែបាទបដូរទៅកាន់ page របស់យើងហើយបាទនៅពេលនេះយើងបានបង្កើត page មួយបានដោយជោគជ័យអូខេមកដល់នេះយើងចុចពាក្យ next មកក៏បានចុច escape ចោលក៏បានបាទ escape តែម្ដងទៅបាទចុចពាក្យ done នេះមកអូខេឥឡូវនេះ page យើងបានបង្កើតហើយបាទឥឡូវយើងចុចមើល profile page របស់យើងនេះបងប្អូនការបង្កើត page គឺអត់មានអីពិបាកក្នុងការបង្កើតទេបាទគឺសាមញ្ញបែបនេះឯងអញ្ចឹងបងប្អូនចង់ upload រូបភាពបងប្អូនគ្រាន់តែចុចលើនេះមកបាទលើ profile រូបភាពហ្នឹងមករួចបាទ choose profile picture រួចបងប្អូនទៅរកបាទ logo របស់បងប្អូនមកដាក់មកដាក់មួយនេះកន្លែង cover ក៏ដូចគ្នាបងប្អូនអាចបាទចុចលើរូប cover ខាងក្រោយនេះមកហើយទៅរករូបបាទ cover របស់បងប្អូនយកមកដាក់អញ្ចឹងបងប្អូនត្រូវបង្កើតបាទរូបភាព logo និង cover បាទ photo ហ្នឹងទុកឲ្យហើយមុននឹងយើងចាប់ផ្ដើមបង្កើត page ប៉ុន្តែបើសិនជាបងប្អូនមិនទាន់មានទេយើងអាចបង្កើត page ដែលមិនមាន logo ក៏បានដែរទុកវាសិនទៅចាំយើងបង្កើត logo ហ្នឹងដាក់តាមក្រោយអូខេឥឡូវនេះបាទ logo បាទខ្ញុំបាន upload ហើយបាទ cover ក៏កំពុងតែ upload ដែរបាទនេះអញ្ចឹងរបៀបនៃការបង្កើត page បាទគឺអត់មានអីស្មុគស្មាញទៅលើការបង្កើតទេបាទអញ្ចឹងបងប្អូនអាចបំពេញព័ត៌មានបន្ថែមបាទតាក់ទងនឹង page របស់យើងមកដើម្បីឲ្យបាទ page health នេះវាឡើងពណ៌បៃតងបាទដើម្បីបំពេញបានបងប្អូនបាទចុចទៅលើវាមកអាចចុច symbol នេះមកបងប្អូននឹងឃើញបាទចំណុចដែលគេឲ្យយើងបំពេញបាទដូចជា add your bio បាទរៀបរាប់អំពី page របស់យើងខាងក្រោមនេះឲ្យយើង add phone number បាទ link to your website យើងភ្ជាប់ជាមួយនឹង website របស់យើងបាទចំណុចនេះគឺឲ្យយើង connect បាទទៅ WhatsApp account business account បាទគេឲ្យ add an action បេតុងបាទបងប្អូននេះបងចុចមក action បេតុងហ្នឹងគឺជាបេតុងដូចជាបេតុងឆាតបេតុងបុកបេតុងខលអីផ្សេងនេះបងប្អូនបាទអញ្ចឹងយើងរើស mistake មកបាទតែប៉ុណ្ណឹងបងប្អូនចុច save មកអូខេអញ្ចឹងបងប្អូនគ្រាន់តែបំពេញព័ត៌មានទាំងអស់ហ្នឹងបាទមិនបាច់ចាំទាំងអស់ទេបាទតែមួយចំនួនទៅគឺបានហើយ page របស់បងប្អូនបាទកន្លែង page heal បានន័យថាសុខភាពរបស់ page ហ្នឹងវានឹងឡើងពណ៌បៃតងអញ្ចឹង page យើងឡើងពណ៌បៃតងគឺល្អបាទយើងកុំទុកឲ្យ page ឡើងប្រភេទ fair បែបហ្នឹងបាទពណ៌ត្នោតបែបហ្នឹងគឺវាអត់សូវល្អទេព្រោះព័ត៌មានអត់គ្រប់គ្រាន់ Facebook ក៏អត់ recommend page យើងប្រហែលដែរ
ចឹងនៅពេលដែល page យើងបាទកន្លែង tag ហេលីពណ៌បៃតងបាទ Facebook ក៏គេរីកមិនទៅអ្នកមើលយើងបាទថ្មីកាន់តែច្រើនដូចគ្នាអូខេបងប្អូនអញ្ចឹងពាក់ព័ន្ធនឹងការបង្កើតនៅលើ Facebook page នេះគឺបាទមានតែប៉ុណ្្នឹងទេអញ្ចឹងជាចុងក្រោយនៃវីដេអូនេះខ្ញុំបាទសូមអរគុណនិងសូមគោរពលា